ចំសុំគោរពដល់បងប្អូនរួមជាតិខ្មែរយើងទាំងអស់ដែលរស់នៅវិកតូរីបានជម្រាបថាថ្ងៃនេះខ្ញុំជាមួយនឹងលោកសឹងសានកាណាគឺបានមកធ្វើការបញ្ជូលដល់បងប្អូនថានៅថ្ងៃអាទិត្យទី18ខែ1នេះចាប់ពីវេលាម៉ោង2ថ្ងៃត្រង់ទៅទល់នឹងម៉ោង3កន្លះយើងមានសម្ពោធសភៅមួយថ្មីដែលនិយាយអំពីភ្នំមួយមិនអាចមានខ្លាពីរគឺថាសភៅនេះគឺសរសេរដោយលោក Gordon Connochie ហើយជាភាសាគឺលោកបានសរសេរច្រើនឆ្នាំមកហើយជាភាសាអង់គ្លេសឥឡូវនេះយើងមានការបកប្រែសភៅនេះគឺជាទៅជាភាសាខ្មែរដោយក្មួយមីមិត្តរាហើយជាភាសាគឺនៅពេលដែលអ្នកសម្ពោធសភៅនោះគឺមានវាគ្មិនដូចជារូបខ្ញុំបានហើយនឹងលោកតាក់មិញហៀងហើយនឹងលោកសឹងសានករណាហើយនឹងលោកសិទ្ធិរាហើយនឹងលោក Gordon ក៏បានមកចូលរួមផងដែរហើយជាពិសេសគឺមានវាគ្មិនដទៃទៀតជាដែលមានកិត្តិយសនឹងចូលមករួមនៅក្នុងថ្ងៃនេះដែរដូច្នេះខ្ញុំសូមបកគលនីតិនេះទៅជូនលោកសឹងសានករណាដើម្បីបញ្យល់បន្ថែមឲ្យបានច្បាស់លាស់តទៅទៀតបាទសូមអញ្ជើញលោកបាទសូមជម្រាបសួរលោកពូជីយូហុនហើយក៏សូមជម្រាបសួរបងប្អូនប្រិយមិត្តដែលកំពុងតាមផេករបស់សមាគមខ្មែរក៏ដូចជាអង្គការប្រជាធិបតេយ្យខ្មែរដែលយើងនឹងធ្វើការជួយរៀបចំរួមគ្នានៅសមាគមខ្មែរយើងនេះនៅថ្ងៃអាទិត្យដូចលោកពូមានប្រសាសន៍ចឹងគឺម៉ោង2ដល់ម៉ោង3កន្លះនៅសមាគមខ្មែរថ្ងៃអាទិត្យទីប្រហែលបាទទី18បាទទី18ម៉ោង2ទៅម៉ោង3កន្លះគឺនៅសមាគមខ្មែរយើងហ្នឹងដោយលោកពូមានប្រសាសន៍ចឹងសភៅនេះយើងខាងអ្នកនិពន្ធហ្នឹងគឺបានរៀបចំបាននិពន្ធជាភាសាខ្មែរយើងទើបតែរៀបចំរួចហ្នឹងគាត់បានសហសុំស្នើសុំមកខាងសមាគមក៏ដូចជាអង្គការប្រជាធិបតេយ្យខ្មែរបានសហការជួយរៀបចំអញ្ចឹងយើងក៏សូមគោរពអញ្ជើញបងប្អូនដែលជាសហគមន៍ខ្មែរយើងបានមកចូលរួមដើម្បីចូលរួមទទួលបាននៅអ្វីយើងនឹងទទួលបានដឹងថាតើសភៅនោះនឹងមានខ្លឹមសារអ្វីខ្លះដែលចំណងជើងសភៅនោះថាភ្នំមួយมันអាចមានខ្លាពីរចំណុចនេះគឺជាចំណុចសំខាន់ហើយសភៅនេះបានសរសេរអំពីចរន្តនយោបាយរយៈពេល10ឆ្នាំជាង10ឆ្នាំចុងក្រោយហ្នឹងហើយសភៅនេះបានសម្ភាសអ្នកពាក់ព័ន្ធជាពិសេសអ្នកនយោបាយអង្គការសង្គមស៊ីវិលអិសរាជជននានាហើយក្នុងនោះក៏មានប្រធានសហជីពផងដែរចឹងថាតើក្នុងខ្លឹមសារសភៅនោះមានសារៈសំខាន់របៀបម៉េចដើម្បីជាភាគវិភាគទានក្នុងការទទួលបាននៅចំណេះដឹងដល់បងប្អូនអញ្ចឹងសូមបងប្អូនអញ្ជើញមកចូលរួមស្ដាប់នៅវាគ្មិនកិត្តិយសដោយដែលលោកពូមានប្រសាសន៍គឺមានលោកពូជីយូហុនមានលោកតាក់មេហៀងដែលជាតំណាងរាស្ត្ររដ្ឋវីតូរីហើយក្នុងនោះក៏មានលោកខ្ញុំហើយនិងលោក Gordon ហើយនិងលោកម៉ៃទឹកថារាដែលជាអ្នកកសែតដែលទទួលបាននៅពានរង្វាន់អន្តរជាតិជាច្រើនហើយយើងនឹងទៅចែកពិភាក្សាអំពីអ្វីដែលជាខ្លឹមសារសំខាន់ដើម្បីបងប្អូនទទួលបាននៅការយល់ដឹងយកទៅប្រើប្រាស់និងវិភាគនៅក្នុងស្ថានភាពនយោបាយនិងសង្គមរបស់ប្រទេសកម្ពុជានឹងបាទសូមគោរពនិងអរគុណហើយសូមគោរពអញ្ជើញបាទហើយជាភាសាគឺសូមអញ្ជើញបងប្អូនទាំងអស់ដែលចាប់អារម្មណ៍ពីរឿងសភៅហ្នឹងសូមមេត្តាអញ្ជើញមកទោះបីជានេះតែខ្ញុំជឿថាបងប្អូនអាចមកជួបគ្នានៅពេលហ្នឹងហើយនឹងមានការពន្យល់ដល់ក្បោះក្បាយនៅថ្ងៃទី18គឺថ្ងៃអាទិត្យ18ខែមករាឆ្នាំ2026យើងនេះនៅទីស្នាក់ការសមាគមគឺលេខ52 Queen's Avenue Springdale Victoria 3171បាទសូមអរគុណហើយសូមជម្រាបលាបាទ